ចឹងថ្ងៃនេះគឺខ្ញុំចង់ធ្វើការបង្ហាញឬក៏ចែករំលែកទាក់ទងនឹង topic មួយហើយខ្ញុំឃើញបងប្អូនយើងធ្វើការ post status នៅក្នុង Facebook ច្រើនអ្នកដែលគាត់មានបទពិសោធន៍ច្រើនជាមួយនឹង Facebook គាត់រលួយនៅ Facebook ចឹងណាគាត់ post status ថាបច្ចុប្បន្ននេះគឺ Facebook ចាប់ផ្ដើមធ្វើការ update អញ្ចឹង account ដែលអត់មាន 2FA គឺអាចនឹងមានបញ្ហាក្នុងការ log in អញ្ចឹងវីដេអូនេះគឺខ្ញុំបង្ហាញពីរបៀបឬក៏វិធីដើម្បីចូលទៅចាក់ 2FA account Facebook ដោយប្រើ browser Chrome ដើម្បីធ្វើការចាក់ 2FA ឬក៏ដាក់ 2FA ក៏បានឬក៏យើងប្រើទម្រង់ជាទូរស័ព្ទដៃដើម្បីចាក់ 2FA ក៏បានគឺមានអីពិបាកទេគឺងាយៗហើយវីដេអូរបស់ខ្ញុំមួយនេះគឺខ្ញុំបង្ហាញតាមរយៈការប្រើប្រាស់ទូរស័ព្ទដៃធ្វើការងារហ្នឹងក៏បានដែរដោយដែលខ្ញុំបង្ហាញនេះអញ្ចឹងយើងចូលទៅធ្វើការងារហ្នឹងទាំងអស់គ្នាសម្រាប់បងប្អូនដែលមានតម្រូវការចង់បង្កើត PayPal personal account ចង់បង្កើត Payoneer account ចង់ធ្វើ EIN អាចទៅមកខាងយើងខ្ញុំមកខាងយើងខ្ញុំគឺទទួលធ្វើហើយសម្រាប់បងប្អូនដែលមានតម្រូវការចង់ធ្វើការ transfer លុយចេញពី PayPal មានលុយអីចង់បាញ់ចេញពី PayPal មកខ្មែរដើម្បីចាយអីទៅតមកខាងខ្ញុំមានក្រុមការងារដើម្បីទទួលធ្វើហើយខាងយើងខ្ញុំក៏ទទួលធ្វើឬក៏បង្កើត account TikTok ដែលមានមុខងាររលុយហើយខាងយើងខ្ញុំក៏ទទួលធ្វើតាក់ 0% របស់ YouTube ដែរចង់បងប្អូនចង់បានតាក់ 0% ជាមួយនឹង YouTube អាចទៅមកគឺខាងយើងខ្ញុំទទួលធ្វើទៀតហើយខាងយើងខ្ញុំក៏មានសេវាកម្មផ្សេងៗជាច្រើនទៀតបងប្អូនដែលមានតម្រូវការតទៅមកគឺខាងយើងខ្ញុំទទួលធ្វើបងប្អូនយើងដែលមាន Payoneer account បង្កើតខ្លួនឯងអញ្ចឹងណាហើយអត់មាន receiver account តទៅមកខាងខ្ញុំទទួលធ្វើទៀតហើយ topic ខ្ញុំដូចខ្ញុំបញ្ជាក់អញ្ចឹងគឺខ្ញុំនឹងបង្ហាញតកតងនឹងការចូលទៅចាក់ 2FA ចាក់ 2FA ជាមួយនឹង account Facebook របស់យើងគឺមានប្រយោជន៍ច្រើនមែនតើទី1សុវត្ថិភាពដល់ account Facebook របស់យើងទី2នៅពេលដែលបងប្អូនប្រើវាឬក៏ធ្វើវាជា admin កាន់ payout នៅពេលដែលយើង set up page អីគឺវាត្រូវការកូដឬក៏វាទាមទារកូដចេញពី 2FA ហ្នឹងនៅពេលដែលយើងយកកូដអីគឺលឿនជាងលេខទូរស័ព្ទពេលខ្លះចាំយកមួយថ្ងៃអត់បានហ៎អញ្ចឹងអានេះបទពិសោធន៍ខ្ញុំជាក់ស្ដែងអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនប្រើ 2FA ទៅហើយ 2FA ហ្នឹងយើងចាក់ហើយគឺយើងត្រូវរៀបចំទុកឲ្យស្អាតទៅឲ្យមានសុវត្ថិភាពទៅអូខេអញ្ចឹងនៅពេលដែលយើង log in account Facebook របស់យើងចូលមកគឺយើងចូលមកកាន់កន្លែងនេះកន្លែងសញ្ញា profile នេះឬក៏នៅលើទូរស័ព្ទដៃ Android គឺមានសញ្ញាត្រី3អញ្ចឹងយើងចូលមកកាន់កន្លែង option មួយនេះគឺសញ្ញា setting យើងចូលមកកន្លែងហ្នឹងមកចឹងយើងចូលមកដល់កន្លែង setting and privacy ឃើញអត់ហើយអ្វីដែលយើងត្រូវត្រៀមគឺ account Facebook របស់យើងដែលយើងបង្កើតដោយ email ឬក៏យើងប្រើប្រាស់ដើម្បី login ជាមួយ email គឺយើងត្រៀម email ហ្នឹងមកព្រោះវាត្រូវការកូដផ្ញើទៅហ្នឹងបង្កើតដោយប្រើលេខទូរស័ព្ទឬក៏ប្រើទិន្នន័យ login ជាមួយលេខទូរស័ព្ទគឺយើងត្រៀមលេខទូរស័ព្ទដែលអាចយកកូដបានអូខេតោះឥឡូវយើងអនុវត្តធ្វើជាក់ស្ដែងអញ្ចឹងនៅពេលដែលយើងចូលមកដល់ setting and privacy គឺយើងចូលមកយើងអាច see more ក៏បានដែរ see more in account setter យើងចុចអាហ្នឹងមកតែបើអត់ទេចុចយកកន្លែងនេះ password and security គឺចូលមកហ្នឹងមកបងប្អូនឃើញអានេះគឺ account Facebook អាមេរិករបស់ខ្ញុំទេហើយអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការចង់ធ្វើការបញ្ជាទិញ account Facebook ដែលមានអាយុចាស់ខែចាស់ឆ្នាំហើយមាន primary location នៅអាមេរិកអាចតាក់ទងមកខ្ញុំមកគឺខ្ញុំមានលក់ account គឺចាស់ឆ្នាំចាស់ខែហើយមានការទទួលខុសត្រូវច្បាស់លាស់ចង់បដូរ mail ក៏បានបដូរអីក៏បានគឺខ្ញុំរៀបចំឲ្យមកស្អាតមកសម្រាប់បងប្អូនដែលទិញ account Facebook ពីខ្ញុំទៅហើយមានការទទួលខុសត្រូវច្បាស់លាស់អញ្ចឹងទៅធ្វើការងារទាំងអស់គ្នាគឺចាក់ 2FA អញ្ចឹងយើងទាញឡើងលើមកយើងអូនលើ scroll up គឺយើងចូលមកកាន់កន្លែងpassword and security មកបន្ទាប់ពីយើងចូលតាមរយៈ password and security អ្វីដែលយើងត្រូវចូលបន្តគឺយើងចូលមកកាន់កន្លែង option two factor authentication ចូលមកកន្លែងហ្នឹងមក two factor authentication បន្ទាប់ពីចូលមកដល់កន្លែងហ្នឹងហើយគឺយើងចូលមកកន្លែងនេះឈ្មោះ account Facebook របស់យើងគឺយើង select យកហ្នឹងមកឬក៏ select លើសញ្ញាព្រួយនេះក៏បានដែរបន្ទាប់មកទៀតគឺវាទាមទារ password account Facebook ហ្នឹងហើយយើងខ្លាចយើងបញ្ចូលទៅមើលច្បាស់មែនទេអញ្ចឹងយើងចុចទៅលើសញ្ញាភ្នែកនេះចុចដកហ្នឹងចេញមកចុចដកចេញមកចេញភ្នែកអញ្ចឹងគឺយើងអាចបញ្ចូលអីក៏ឃើញដែរឃើញអត់តែខ្ញុំអត់បង្ហាញទេខ្ញុំនឹងលុបចោលហើយខ្ញុំនឹងដាក់ password account Facebook របស់ខ្ញុំមួយហ្នឹងអូខេអញ្ចឹងខ្ញុំសូមធ្វើការ paste បញ្ចូលហើយខ្ញុំអត់បង្ហាញលោកបងប្អូនទេខ្ញុំសូមបិទភ្នែកវិញអូខេអញ្ចឹងខ្ញុំដាក់ password account ចូលហើយបន្តមកទៀតយើងចុចយក option continue បាទបន្ទាប់មកទៀតគឺវាផ្ញើកូដទៅ mail វាទាមទារកូដដែលចូលទៅ mail មកតង់ទៀតអញ្ចឹងចាក់ 2FA គឺយើងត្រូវត្រៀមអញ្ចឹងដូចតែខ្ញុំនិយាយពីមុនមកអញ្ចឹងអញ្ចឹងខ្ញុំចូលទៅមើល mail របស់ខ្ញុំតើវាផ្ញើកូដមកនៅអូខេ wait សូមបញ្ចូលបាទអញ្ចឹងលេខកូដហ្នឹងគឺមានចំនួនដូចជាប្រហែលខ្ទង់2 4 8គឺ8ខ្ទង់អញ្ចឹងយើងបញ្ចូលឲ្យគ្រប់មកដែលវាផ្ញើទៅ mail របស់យើងបន្ទាប់ពីយើងបញ្ចូលបានត្រឹមត្រូវចុចយក option continue ទៀតមក
បាទអញ្ចឹងគឺយើងចូលមកដាក់ថា help protect your account មុខងារហ្នឹងគឺវាជួយការពារ account របស់យើងឲ្យមានសុវត្ថិភាពកាន់តែខ្លាំងកាន់តែរឹងមាំណាគេវាប្រាប់យើងច្បាស់តែម្ដងវាដាក់ថា set up two-factor authentication and we will send you a notification to check it is you if someone logs in from a device we don't recognize តែយើងអាចចាក់ 2FA បានច្រើនប្រភេទឥឡូវយើងបង្ហាញឥឡូវខ្ញុំសូមបង្ហាញតិចចុះទី1គឺយើងអាចប្រើ two-factor authentication app ទី2គឺយើងប្រើតាមរយៈ SMS ឬក៏ WhatsApp មានន័យថាយើងប្រើលេខទូរស័ព្ទហើយទី3តើតើ security keys ក្រុមនេះគឺខ្ញុំអត់ដែរប្រើទេឥឡូវនេះគឺខ្ញុំធ្លាប់ប្រើប្រើលេខទូរស័ព្ទប៉ុន្តែវាផ្ញើកូដមកយូរពេកខ្ញុំខ្ជិលចាំអញ្ចឹងអ្វីដែលពេញនិយមប្រើឬក៏ងាយស្រួលគឺនេះឥឡូវនេះគឺ authentication app ឃើញទេវាដាក់ថា recommended recommended គឺវារុញឲ្យយើងមកវា recommend ឲ្យយើងមកវាណែនាំឲ្យយើងប្រើហ្នឹងមកតែបើចង់ប្រើក្រោមនេះប្រើទៅ select យកទៅហើយចុច next ទៅអញ្ចឹងណាតែខ្ញុំអត់ទេខ្ញុំសុំយកលើហ្នឹងឯងព្រោះវាងាយស្រួលប្រើអញ្ចឹងបន្ទាប់ពីយើងរើសយក option ហ្នឹងហើយគឺយើងចុចយក next មកបាទបន្តមកទៀតគឺវានឹងផ្ដល់ key ឲ្យយើងពុកម៉ែបងប្អូនអាចមើលបាន key នេះអញ្ចឹងយើង copy វាមក view ជាមួយនឹង QR code ហើយ screenshot ឬក៏ថត QR code ទុកប្រើក៏បានដែរឥឡូវយើងចុចទៅលើវាទៅចុចទៅលើវាចាំបន្តិចវា load មកហើយយើងអាច scan ប្រើដល់ហ្នឹងថតទុកហើយយកទៅ scan ប្រើក៏បានដែរអញ្ចឹងតែខ្ញុំបង្ហាញតែប៉ុណ្្នឹងទេឥឡូវខ្ញុំ copy ហើយខ្ញុំ paste ហើយ key នេះខ្ញុំអត់ប្រើខ្ញុំប្រហែលជាបិទចោលវិញហើយខ្ញុំនឹងបង្កើត key ថ្មីព្រោះណាបង្ហាញពុកម៉ែបងប្អូនទេបន្ទាប់ពីយើង copy អា key នេះយកមកទុកឲ្យច្បាស់លាស់ហើយគឺយើងចុច next មកអានេះឧទាហរណ៍នេះហើយខ្ញុំដូរ key របស់ខ្ញុំចោលព្រោះខ្ញុំធ្វើវីដេអូបង្ហាញ public អញ្ចឹងខ្ញុំអត់ប្រើទេបន្តមកវាទាមទារកូដ6ខ្ទង់តែយើងត្រូវធ្វើមិនអញ្ចឹងយើងត្រូវចូលទៅកាន់ browser Chrome browser Chrome ហើយយើងវាយ 2FA មកចាំខ្ញុំបង្ហាញគឺយើងសរសេរ 2FA line យើងមក 2FA line យើងមកយើង enter ឬក៏យើង search មកយើងនឹងបាននេះយើងចង់ប្រើនេះក៏បានយើងចង់ប្រើនេះក៏បានអញ្ចឹងខ្ញុំសុំប្រើលើហើយបន្ទាប់មកយើង paste នេះ paste អា key ដែលយើង copy ហ្នឹងយើង paste ចូលប្រអប់ហ្នឹងមកហើយយើងចុច submit យើងនឹងបានកូដ6ខ្ទង់អញ្ចឹងយើងសរសេរបញ្ចូលក៏បាន copy បញ្ចូលក៏បានអញ្ចឹងណាអញ្ចឹងយើង copy មកហើយយើង paste ចូលក្នុងប្រអប់ហ្នឹងពឹបមកហើយបន្ទាប់មកយើងចុចយក next យើងចុចយក done មកឃើញអត់យើងចាក់ 2FA បានអញ្ចឹងណាចុច done មកអូខេអញ្ចឹងវាដាក់ on ឃើញ on អត់អូខេអញ្ចឹងមានន័យថាយើងបើក 2FA ហើយបាទអញ្ចឹង 2FA ឬក៏ two-factor authentication គឺវាដាក់បញ្ជាក់ហ្នឹង is on អញ្ចឹងគឺយើងចាក់រួចរាល់គឺយើងចាក់ជោគជ័យហើយសម្រាប់ការចាក់ 2FA នេះគឺមានអីពិបាកទេពុកម៉ែបងប្អូនអាចអនុវត្តជាមួយនឹង step របស់ខ្ញុំទៅមើលវីដេអូគេផ្សេងក៏បានដែរអញ្ចឹងណាហើយពុកម៉ែបងប្អូនត្រូវចាំឬក៏ត្រូវ copy key នឹងទុកហើយនឹងបើសិនជាខ្លាចភ្លេច key យើងអាច screenshot ជាមួយនឹង QR code ដែលខ្ញុំបានបង្ហាញហ្នឹងទៅបងប្អូន copy របស់ខ្លួនឯងមិនឲ្យ copy របស់ខ្ញុំឯង copy របស់ខ្លួនឯងទុកកន្លែងណាដែលមានសុវត្ថិភាពអញ្ចឹងទៅទុកតាំងតន័យ password login account ហ្នឹងទុកជាមួយនឹង 2FA key ហើយបើសិនជាចង់ថត QR code ទុកក៏ថតទៅចឹងទុកទិន្នន័យនៅស្អាតទៅអញ្ចឹងណាកុំឲ្យបាត់គឺវាមានបញ្ហាហើយហ្នឹងគឺប្រព័ន្ធសុវត្ថិភាពរបស់ Facebook វាខ្លាំងជាង password ទៀតអញ្ចឹងណាអញ្ចឹងវីដេអូខ្ញុំគឺបានបង្ហាញឲ្យ full តែម្ដងហើយបងប្អូនដែលមានតម្រូវការចង់ធ្វើការបង្កើត account PayPal បង្កើត account Payoneer ធ្វើ receiving account Payoneer ធ្វើ EIN អាចទៅមកខ្ញុំមកគឺខ្ញុំទទួលបង្កើតហើយសម្រាប់បងប្អូនដែលចង់បាន account TikTok ដែលមានមុខងារលុយអាចទៅមកខ្ញុំមកគឺខ្ញុំទទួលបង្កើតហើយសម្រាប់បងប្អូនដែលចង់ set up TikTok ឬក៏ខ្ជិល set up ខ្លួនឯងអាចទៅមកខ្ញុំទទួល set up ទៀតហើយសម្រាប់បងប្អូនចង់បាន EIN ឬក៏ធ្វើ EIN ខាងខ្ញុំទទួលធ្វើចឹងតាក់ទងមកហើយសម្រាប់បងប្អូនចង់បានតាក់ 0% YouTube តាក់ទងមកគឺខ្ញុំទទួលរៀបចំជូនតែម្ដងបាទហើយសម្រាប់បងប្អូនដែលចង់បាន account Facebook ក្រៅប្រទេសដែលមានអាយុចាស់ឆ្នាំចាស់ខែចង់ប្រើ VPS លក្ខណៈមួយឆ្នាំពេញគឺខ្ញុំមានលក់ហើយសម្រាប់បងប្អូនមាន VPS ហើយអត់ចេះ config ទៅជា file ទៅទៅមកគឺខ្ញុំធ្វើទៀតហើយខាងយើងខ្ញុំក៏មានសេវាកម្មផ្សេងៗដូចជា transfer លុយចេញពី PayPal ចឹងបងប្អូនមានតម្រូវការអីទៅតមកអូខេហើយមានបញ្ហាផ្សេងៗអាចទៅតមកគឺយើងអាចពិភាក្សាគ្នាបានបើអ្វីដែលខ្ញុំអាចធ្វើបានខ្ញុំនឹងធ្វើជូនចឹងណាហើយសូមអរគុណសម្រាប់បងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ Bye see you next videos